ក៏ប្រាប់គាត់ថាគាត់មិនត្រូវបានអនុញ្ញាតឲ្យអង្គុយជាមួយព្រះទេហើយរៀបនឹងនាំគាត់ចេញប៉ុន្តែឈិនបានចាប់គាត់បោកទៅលើដីយ៉ាងងាយស្រួលHermes យល់ថាគាត់គួរចាប់អារម្មណ៍ប៉ុន្តែឈិនប្រាប់គាត់ឲ្យស្គាល់កន្លែងរបស់គាត់ហើយនិយាយថារាល់កៅអីដែលគាត់អង្គុយនឹងក្លាយទៅជាបល្ល័ង្ករបស់គាត់ឈិនប្រាប់ Hermes ថាគាត់ស្រេកទឹកដូច្នេះ Hermes ក៏ចាក់ទឹកឃ្មុំឲ្យគាត់ហើយគាត់និយាយថាវាឆ្ងាញ់ព្រាហ្មណ៍នោះ Gol ស្រាប់តែសម្រុកចូលមកក្នុងបន្ទប់ហើយប្រាប់ឈិនថានាងកំពុងតែស្វែងរកគាត់ខណៈដែល Hilda រំលឹកគាត់កុំឲ្យចាក់ចេញពីបន្ទប់រងចាំពេលគាត់នៅម្នាក់ឯងឈិននិយាយថាគ្រប់ទីកន្លែងដែលគាត់ដើរក្លាយជាផ្លូវដ៏ត្រឹមត្រូវប៉ុន្តែ Gol គិតថាគាត់មើលមិនឃើញពីទិសដៅនោះទេហើយ Hilda ប្រាប់គាត់ថាពួកគេត្រូវទៅហើយប៉ុន្តែគាត់បដិសេធមិនចាក់ចេញព្រោះគាត់ចូលចិត្តអង្គុយនៅទីនេះដូច្នេះ Hilda ក៏និយាយថាគាត់មិនអាចនៅបានទេព្រោះការប្រកួតជុំបន្ទាប់ចិត្តចាប់ផ្ដើមហើយនាងរំលឹកគាត់ថាគាត់ត្រូវប្រយុទ្ធដូច្នេះ Ares និង Hermes ដឹងថាឈិនជាអ្នកតំណាងបន្ទាប់របស់មនុស្សជាតិហើយ Hilda បានសុំជូនគាត់ទៅច្រកចូលប៉ុន្តែគាត់ប្រាប់នាងថាគាត់នឹងបង្កើតផ្លូវផ្ទាល់ខ្លួនរបស់គាត់ហើយម្ដងប្រកាសថាជុំបន្ទាប់ចិត្តចាប់ផ្ដើមហើយគាត់បានណែនាំអ្នកតំណាងរបស់មនុស្សជាតិប៉ុន្តែគ្មាននរណាម្នាក់បង្ហាញខ្លួនពីច្រកចូលនោះទេបរិះម្នាក់បានវាយកងហើយអត្រាចិនពីសម័យបុរាណបានប្រមូលផ្ដុំគ្នាដើម្បីធ្វើផ្លូវឲ្យឈិនដែលគាត់ចាប់ផ្ដើមដើរទៅកាន់សង្វៀនហើយម្ដងណែនាំឈិនជាបរិះដែលបានកម្ចាត់ស្ដេចទាំង6នៃរដ្ឋដែលកំពុងតែធ្វើសង្គ្រាមដើម្បីបង្រួបបង្រួមនគរចិនទាំងមូលហើយបញ្ជាក់ថាគាត់គឺជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្រដែលចិត្តទទួលបានឋានៈជាអត្រាសួរឈិនលោតចូលទៅក្នុងសង្វៀនជាកន្លែងដែល Valkyrie ឈ្មោះ Arvitus ដីឲ្យគាត់ព្រោះគាត់មិនបានហ្វឹកហាត់ Divine Treasure Force ជាមួយនឹងនាងហើយនាងគិតថាពួកគេមិនអាចបង្រួបបង្រួមបេះដូងរបស់ពួកគេបានទេប៉ុន្តែគាត់ស្រាប់តែ3នាងហើយប្រាប់នាងឲ្យស្ងប់អារម្មណ៍ហើយនាងក៏លងស្នេហ៍នឹងគាត់ភ្លាមពួកគេបានដំណើរការ Divine Treasure Force ហើយនាងក៏បានប្រែក្លាយទៅជាអាវក្រោះទេពរបស់គាត់ដែលធ្វើឲ្យសមត្ថភាពក្បាច់គុណរបស់គាត់ប្រសើរឡើងយើងឃើញ Hades កំពុងដើរទៅសង្វៀនហើយពេលនោះគាត់បានជួបនឹងអ្នកបម្រើរបស់ Poseidon ឈ្មោះថា Proteus ដែលគាត់បានឲ្យលំពេងរបស់ម្ចាស់គាត់ទៅ Hades គាត់ប្រាប់ Hades ឲ្យប្រើវាដើម្បីសងសឹកឲ្យ Poseidon ដូច្នេះ Hades ក៏បញ្ចូលវាជាមួយលំពេងរបស់គាត់ដែលធ្វើឲ្យវាប្រែកាយហើយម្ដងណែនាំ Hades ជាអ្នកតំណាងរបស់ព្រះហើយ Hades ក៏ដើរចូលសង្វៀនដោយធម្មតាប៉ុន្តែគ្រប់គ្នាភ័យពេលពួកគេឃើញគាត់ព្រោះពួកគេដឹងថាគាត់ជាស្ដេចពិភពក្រោមដីការប្រកួតចាប់ផ្ដើមហើយ Hades ចាប់ផ្ដើមប្រើការវាយផាដោយ Poseidon ភ្លាមប៉ុន្តែឈិនអាចគេចផុតពីការវាយផារបស់គាត់បាន Hades លោតទៅរកឈិនស្របពេលដែលគាត់ប្រើក្បាច់ពិសេសរបស់គាត់ដូច្នេះឈិនក៏លោតចេញប៉ុន្តែការវាយផានោះបានធ្វើដំណើរឆ្លងកាត់ដីហើយឈិនក៏បានរងរបួស Hades ទោះចូលទៅបញ្ចប់ឈិនប៉ុន្តែឈិនបានបង្វែរការវាយផារបស់ Hades ហើយប្រើសមត្ថភាពរបស់គាត់វាយ Hades ឲ្យខ្ទាតនៅក្នុងអតីតកាលមួយយើងដឹងថាអ្នកគ្រប់គ្រងរបស់នគរចិនបុរាណបានត្រឹមតែធ្វើជាស្ដេចតែប៉ុណ្ណោះពីព្រោះពួកគេបានគោរពបូជាព្រះបិសាចម្នាក់ឈ្មោះថាឈីយូប៉ុន្តែឈិនបានបង្រួបបង្រួមនគរចិនដោយមិនពឹងផ្អែកទៅលើឈីយូហើយយើងដឹងថាឈិនបានឡើងភ្នំឈីយូបន្ទាប់ពីគាត់បានកម្ចាត់ស្ដេចទាំង6ដើម្បីធ្វើពិធីដើម្បីក្លាយជាអន្តរាជគាត់បានចូលទៅចិត្តឈីយូដែលឈីយូប្រាប់គាត់ឲ្យបូជាមនុស្ស 10000 នាក់ប្រសិនបើគាត់ចង់ក្លាយជាអន្តរាជរបស់នគរចិនប៉ុន្តែឈិនស្រាប់តែឲ្យរូបចម្លាក់ដីឥដ្ឋមួយដល់ឈីយូហើយឈីយូប្រាប់គាត់ថាវាមានរសជាតិមិនល្អទេឈិនប្រាប់ឈីយូថាគាត់នឹងមិនលុតជង្គង់នៅចំពោះឈីយូទេហើយត្រៀមខ្លួនប្រយុទ្ធនឹងឈីយូដូច្នេះឈីយូក៏ខឹងហើយបញ្ចេញថាមពលរបស់គាត់បន្ទាប់ពីការប្រយុទ្ធគ្នាអស់6ថ្ងៃឈិនបានឈ្នះឈីយូហើយក្លាយជាអត្រាដំបូងគេរបស់នគរចិនត្រឡប់មកបច្ចុប្បន្នវិញខណៈពេលដែល Hilda បានបញ្យល់ថាឈិនបានប្រើក្បាច់របស់គាត់ដែលមានឈ្មោះថាឈីយូហើយ Ares ដឹងថាវាជាក្បាច់ដែលឈិនប្រើដើម្បីបោកគាត់ប៉ុន្តែគាត់ឆ្ងល់ថាតើវាដំណើរការយ៉ាងដូចម្តេចដូច្នេះ Hermes បញ្យល់ថាវាបានយកកម្លាំងពីការវាយប្រហាររបស់ Hades ហើយបានបង្វែរទិសដៅរបស់វាត្រឡប់ទៅរក Hades វិញ Hades ក្រោកឡើងវិញហើយគាត់សុំយោបល់ពីឈិនលើចំណុចដែលអាចក្លាយទៅជាស្ដេចបានដូច្នេះឈិនក៏និយាយថាពួកគេមិនដែលទន់នឹងរង្គោះរង្គើឡើយហើយតែងតែការពារប្រជាជនរបស់ពួកគេប៉ុន្តែ Hades សើចចំពោះចម្លើយរបស់ឈិនព្រោះវារំលឹកគាត់អំពី Poseidon ដែលមានយោបល់ដ៏ខ្លាំងក្លាអំពីអ្វីដែលព្រះគួរតែមាន Hades និយាយថាគាត់នឹងមិនចោះចាញ់ទៅស្ដេចមនុស្សទេហើយគាត់ក៏វាយលំបែងរបស់គាត់ដោយប្រើកម្លាំងទាំងអស់ខណៈដែលគាត់ព្យាយាមកំទេចឈិនប្រើក្បាច់ឈីយូរបស់គាត់ដើម្បីស្រូបយកកម្លាំងរបស់ការវាយផានោះប៉ុន្តែ Hades ខ្លាំងជាងគាត់ហើយក៏សង្កត់គាត់ចូលទៅក្នុងដីមនុស្សគ្រប់គ្នាគិតថាការប្រយុទ្ធបានចប់ហើយប៉ុន្តែឈិនក្រោកឡើងវិញហើយគាត់បានដោះកណាត់រុំភ្នែករបស់គាត់ចេញដោយប្រាប់ Hades ថាគាត់ត្រៀមខ្លួនដើម្បីបន្តការប្រយុទ្ធរបស់ពួកគេរួចរាល់ហើយ Hades បញ្ចេញការវាយប្រហារជាច្រើនហើយឈិនអាចគេចពីពួកវាបានប៉ុន្តែ Hades ព្យាយាមកំទេចគាត់ម្ដងទៀតដូច្នេះគាត់ក៏រារាំងដោយប្រើក្បាច់ឈីយូរបស់គាត់មនុស្សគ្រប់គ្នាសម្គាល់ឃើញថាឈិនកំពុងតែមានការលំបាកដូច្នេះ Gol ក៏ចាប់ផ្ដើមព្រួយបារម្ភប៉ុន្តែឈិនបានផ្លុំខ្យល់ម្យ៉ាងដែលវាបានទៅប៉ះស្មារបស់ Hades ហើយធ្វើឲ្យ Hades ចុះខ្សោយឈិនប្រើសមត្ថភាពរបស់គាត់ដើម្បីលើក Hades ហើយបោកគាត់ទៅលើដីប៉ុន្តែ Hades បានងើបឡើងវិញភ្លាមៗហើយឆ្ងល់ថាតើឈិនអាចវាយបកការវាយប្រហាររបស់គាត់ដោយរបៀបណាពួកគេទាំងពីរស្ទុះទៅរកគ្នាទៅវិញទៅមកប៉ុន្តែឈិនបានផ្លុំខ្យល់របស់គាត់ទៅរក Hades ម្ដងទៀតហើយ Hades ក៏មានអារម្មណ៍ថាថាមពលរបស់គាត់ចាក់ចេញពីរាងកាយរបស់គាត់ការវាយប្រហាររបស់ Hades មិនបានសម្រេចទេហើយឈិនបានរុញ Hades ថយក្រោយខណៈដែលគ្រប់គ្នាសម្គាល់ឃើញថាឈិនអាចទម្លុះរាងកាយរបស់ Hades បាន Hades ដឹងថាឈិនប្រើ